សៀវភៅកំពូលអ្នកមាននៅទីក្រុងបាប៊ីឡូនវគ្គទី2កំពូលអ្នកមាននៅទីក្រុងបាប៊ីឡូនជោគជ័យត្រូវការរបស់ពីរជាចាំបាច់គឺពេលវេលានិងចំណេះដឹងនៅក្នុងទីក្រុងបាប៊ីឡូនមានមហាសេដ្ឋីម្នាក់ឈ្មោះអាខេតដែលជាមនុស្សចិត្តឆ្ងាយទទួលស្គាល់ថាជាកំពូលអ្នកមានទ្រព្យសម្បត្តិច្រើនលើសគេតែគាត់ជាមនុស្សចិត្តល្អនិងចិត្តទូលាយគាត់ចូលចិត្តដាក់ទានហើយក៏ជាមនុស្សចិត្តធម៌ម្នាក់នៅក្នុងគ្រួសារដែរតាមពិតគាត់ចំណាយច្រើនណាស់ដែរប៉ុន្តែមិនដឹងជាយ៉ាងម៉េចទ្រព្យសម្បត្តិរបស់គាត់ចេះតែកើនឡើងច្រើនឡើងថ្ងៃនេះមានមិត្តភក្តិមួយចំនួនមកលេងនិងសួរគាត់ថាអាខេតលោកមានទ្រព្យសម្បត្តិច្រើនជាងយើងសរុបចូលគ្នាទៅទៀតក្នុងពេលមនុស្សភាគច្រើនខំប្រឹងធ្វើយ៉ាងណាដើម្បីចិញ្ចឹមក្រពះឲ្យទៅរស់តែលោកបែរក្លាយជាអ្នកមានជាងគេនៅបាប៊ីឡូននេះទៅវិញលោកមានសម្លៀកបំពាក់ល្អៗមានអាហារឆ្ងាញ់ៗដែលកម្របានឃើញចំណែកពួកយើងវិញឲ្យតែបានបាយហូបគ្រប់គ្រាន់និងមានសម្លៀកបំពាក់សមរម្យគឺពេញចិត្តណាស់ទៅហើយកាលពីមុនយើងគឺដូចតែគ្នាសោះយើងរៀនពីគ្រូតែមួយយើងលេងកីឡាជាមួយគ្នាទាំងរៀនទាំងលេងកីឡាលោកមិនពូកែជាងយើងទេកាលនោះលោកក្រនិងមិនមានកិត្តិយសដូចពួកយើងផងហើយយើងក៏សម្គាល់ឃើញថាលោកដូចជាមិនសូវខំប្រឹងធ្វើការណាស់ណាទេឥឡូវតើសំណាងអ្វីធ្វើឲ្យជីវិតលោកលេចអណ្ដែតចំណែកឯពួកយើងវិញដែលយល់ថាសមនឹងទទួលបានសំណាងបែបហ្នឹងព្រោះខំប្រឹងធ្វើការមិនហ៊ានឈប់បែរជាអត់បានទៅវិញពេលនោះអាខេតនិយាយអ្នកទាំងអស់គ្នារកបានតែមួយក្រពះពីព្រោះច្រើនឆ្នាំមកនេះអ្នកទាំងអស់គ្នាមិនព្រមរៀនអំពីក្បួនរកលុយឬក៏ប្រហែលជាចេះក្បួននឹងដែរតែមិនព្រមអនុវត្តតាមវាសំណាងគឺដូចជារបស់អាក្រក់មួយអញ្ចឹងវាមិនដែលនាំសេចក្តីសុខដល់ណាម្នាក់បានមួយជីវិតនោះទេផ្ទុយទៅវិញវាបែរជាធ្វើឲ្យពួកគេអន្តរាយទៅវិញក៏ថាបានព្រោះថាប្រាក់ដែលបានមកដោយងាយគ្មានបញ្ចេញកម្លាំងញើសឈាមអស់ទៅវិញក៏ងាយដែរអ្នកបានប្រាក់ដោយសារសំណាងនឹងចាយវាយមិនសំចៃហើយមួយប្រព្រឹត្តភ្នែកប្រាក់នោះនឹងបាត់ទៅវិញអស់គ្មានសល់អ្វីក្រៅតែអំពីសេចក្តីស្រេកឃ្លានដែលពួកគេគ្មានសមត្ថភាពរកអ្វីដើម្បីមកបំពេញតទៅទៀតបានហើយអ្នកមានទ្រព្យសម្បត្តិក៏កើតចេញពីសំណាងក៏នឹងក្លាយជាមនុស្សកំណាញ់ខំលាក់ទ្រព្យសម្បត្តិទុកមិនហ៊ានចាយព្រោះពួកគេដឹងច្បាស់ថាខ្លួនឯងគ្មានសមត្ថភាពរកប្រាក់ដូច្នេះពួកគេកាន់តែព្រួយបារម្ភព្រោះខ្លាចគេលួចធ្វើឲ្យខ្លួនកាន់តែវេទនាទៅរស់នៅក្នុងជីវិតគ្មានន័យនិងបៀមសេចក្តីទុក្ខរាល់ថ្ងៃមានហើយប្រហែលជាមានមនុស្សមួយចំនួនបានយកប្រាក់ដែលទទួលមកដោយសំណាងទៅរកស៊ីធ្វើឲ្យខ្លួនកាន់តែមានទៅនាំឲ្យជីវិតមានសេចក្តីសុខសប្បាយប៉ុន្តែមនុស្សប្រភេទនេះមានតិចតួចណាស់ឧទាហរណ៍បើអ្នកទាំងអស់គ្នានៅសុខដុំមាសស្រាប់តែធ្លាក់មកក្នុងដៃពេលនោះរឿងអាក្រក់ទាំងអស់ប្រកាសជាធ្លាក់មកលើខ្លួនអ្នកជាមិនខានមិត្តរបស់អាខេតយល់ថាគាត់និយាយត្រូវព្រោះពួកគាត់ធ្លាប់ឃើញអ្នកដែលទទួលគេមរតកពីឪពុកម្ដាយតែងតែជួបប្រទះរឿងទាំងអស់នោះមែនពេលនោះពួកគេទទូចសុំឲ្យអាខេតពន្យល់ពួកគេថាត្រូវធ្វើយ៉ាងណាដើម្បីរកប្រាក់ឲ្យបានច្រើនដូច្នេះហើយអាខេតក៏បន្តកាលខ្ញុំនៅក្មេងខ្ញុំតែងតែតាំងចិត្តថាខ្ញុំជាមនុស្សដែលមានសមត្ថភាពខ្ញុំមានសមត្ថភាពអាចចិញ្ចឹមជីវិតខ្លួនឯងឲ្យសប្បាយរីករាយនិងគ្រប់គ្រាន់ហើយខ្ញុំជឿថាលុយគឺការចេញពីការតាំងចិត្តនេះឯងលុយគឺជាអំណាចព្រោះពេលមានលុយយើងអាចធ្វើអ្វីផ្សេងទៀតបានមានលុយយើងអាចមានផ្ទះធំស្កឹមស្កៃនិងមានគ្រឿងសង្ហារិមល្អមានលុយយើងអាចធ្វើដំណើរកម្សាន្តទៅទីកាន់តែឆ្ងាយមានលុយយើងអាចហូបអាហារល្អប្លែកមកពីតំបន់ផ្សេងមានលុយយើងអាចទិញគ្រឿងតុបតែងធ្វើអំពីមាសនិងថ្មមានតម្លៃមានលុយយើងអាចកសាងវត្តអារាមសម្រាប់ជាទីសក្ការៈនិងរបស់ច្រើនទៀតដែលធ្វើឲ្យជីវិតយើងរីករាយនិងមានសេចក្តីសុខនៅពេលខ្ញុំយល់សេចក្តីពិតនេះខ្ញុំក៏សម្រេចចិត្តថាខ្ញុំក៏ស័ក្តិសមនឹងទទួលបានរបស់ល្អសម្រាប់ជីវិតខ្លួនឯងដូចអ្នកដទៃទៀតដែរខ្ញុំមិនធ្វើដូចមនុស្សមួយចំនួនដែលចូលចិត្តអង្គុយច្រណែននិងសុភមង្គលរបស់អ្នកដទៃនោះទេខ្ញុំមិនអាចស្កប់ស្កល់នឹងសម្លៀកបំពាក់ថោកទោះបីជាមើលទៅសមរម្យក៏ដោយខ្ញុំមិនត្រូវមានសេចក្តីគ្រប់គ្រាន់ដោយសាររបស់របរសម្រាប់តែអ្នកក្រប្រើប្រាស់នោះឡើយផ្ទុយទៅវិញខ្ញុំត្រូវធ្វើខ្លួនឯងឲ្យទៅជាម្ចាស់នៃរបស់ល្អនិងមានតម្លៃទាំងឡាយដោយអ្នកទាំងអស់គ្នាបានស្គាល់ខ្ញុំច្បាស់ហើយខ្ញុំគ្រាន់តែជាកូនអ្នករកស៊ីតូចតាចម្នាក់រស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើនគ្មានមរតកគ្មានវាសនាល្អគ្មានអំណាចនិងការអប់រំប៉ុន្តែខ្ញុំយល់ថាដើម្បីទទួលបានជោគជ័យអ្វីដែលខ្ញុំត្រូវការជាងគេគឺពេលវេលានិងចំណេះដឹងបើនិយាយពីពេលវេលាមនុស្សម្នាក់សុទ្ធតែមានមិនខ្វះនោះទេប៉ុន្តែបញ្ហាគឺនៅត្រង់ថា
អស់លោកចេះតែបណ្តែតបណ្ដោយឲ្យពេលវេលាកន្លងចោលមិនប្រើប្រាស់វាដើម្បីធ្វើខ្លួនឲ្យខ្លាចជាអ្នកមានម្នាក់តើហ៊ានទទួលស្គាល់ទេថាក្រៅពីមានគ្រួសារល្អអ្នកទាំងអស់គ្នាគ្មានអ្វីសោះដែលធ្វើឲ្យខ្លួនមានមោទនភាពបើនិយាយពីចំណេះដឹងវិញគ្រូរបស់យើងមិនបានបង្រៀនទេថាការពិតនៃការរៀនមានពីរប្រភេទគឺទី1គឺរៀនឲ្យដឹងអំពីអ្វីមួយដែលមានហើយស្រាប់ឯទី2គឺរៀនរករបស់ដែលយើងមិនទាន់ដឹងអញ្ចឹងហើយទើបខ្ញុំសម្រេចចិត្តថាត្រូវរកឲ្យឃើញតើគេធ្វើយ៉ាងម្ដេចបានជាគេរកលុយបានច្រើននៅពេលខ្ញុំរកឃើញអាចកំបាំងនេះខ្ញុំក៏អនុវត្តទៅតាមហើយខ្ញុំក៏អាចរកលុយបានច្រើនដូចគេដែរបានរស់នៅក្នុងពិភពលោកដ៏ស្រស់បំព្រងទៅហើយតែម្ដងសប្បាយម្ដងកាត់ទុកតើអស់លោកមិនយល់ថានេះមិនមែនមកពីអវិជ្ជាទេអីការងារដំបូងរបស់ខ្ញុំគឺជាអ្នកចម្លងអក្សរឲ្យគេខ្ញុំធ្វើការច្រើនម៉ោងជារៀងរាល់ថ្ងៃដោយឆ្លាក់អក្សរដាក់លើបន្ទះដីឥដ្ឋខ្ញុំប្រឹងធ្វើការពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយខែទៅមួយខែតែទីបញ្ចប់ខ្ញុំគ្មានសល់អ្វីសោះចំណូលត្រូវចាយអស់លើអាហារសម្លៀកបំពាក់គ្រឿងសម្រាប់បូជានិងសម្ភារៈផ្សេងៗទៀតប៉ុន្តែការតាំងចិត្តរបស់ខ្ញុំមិនបាត់បង់ឡើយថ្ងៃមួយអាកាមីអ្នកចងការប្រាក់បានអញ្ជើញមកហាងថៅកែខ្ញុំព្រោះគាត់ត្រូវការចម្លងអត្ថបទមួយច្បាប់គាត់និយាយជាមួយខ្ញុំថាខ្ញុំត្រូវការចម្លងច្បាប់នេះឲ្យហើយក្នុងរយៈពេល2ថ្ងៃបើឯងចម្លងចប់តាន់ពេលខ្ញុំនឹងឲ្យថ្លៃឯងប្រាក់ពីស្ពាន់2ដុំខ្ញុំខំប្រឹងចម្លងខ្លាំងណាស់ប៉ុន្តែអត្ថបទនេះវែងពេកនៅពេលគាត់មកដល់ខ្ញុំចម្លងមិនទាន់ចប់នៅឡើយអាកាមីខឹងខ្លាំងណាស់ខឹងរហូតដល់ចង់វាយខ្ញុំឲ្យស្លាប់បើខ្ញុំជាអ្នកបម្រើគាត់ប៉ុន្តែខ្ញុំមិនខ្លាចទេព្រោះគាត់គ្មានសិទ្ធិវាយខ្ញុំឡើយពេលនោះខ្ញុំនិយាយទៅគាត់ថាអាកាមីលោកជាអ្នកមានម្នាក់បើលោកប្រាប់ខ្ញុំពីអាចកំបាំងដើម្បីខ្លាចជាអ្នកមានយប់នេះខ្ញុំនឹងខំប្រឹងចម្លងហើយនៅពេលថ្ងៃរះអត្ថបទនេះនឹងចម្លងចប់គាត់ក៏ញញឹមហើយនឹងតបថាឯងជាអ្នកបម្រើតែមានសេចក្តីក្លាហានឥឡូវយើងសម្រេចអញ្ចឹងចុះខ្ញុំខំប្រឹងចម្លងអត្ថបទនេះដាក់លើបន្ទះដីឥដ្ឋអស់ពេញមួយយប់រហូតដល់ឈឺចុកពេញខ្នងឯក្លិនផ្សែងចង្គៀងធ្វើឲ្យខ្ញុំឈឺក្បាលឡើងស្រវាំងភ្នែកប៉ុន្តែពេលគាត់មកដល់ពេលថ្ងៃរះអត្ថបទនោះក៏ត្រូវបានចម្លងចប់ឥឡូវប្រាប់ខ្ញុំមកតាមការសន្យាខ្ញុំនិយាយឯងពិតជាអាចចម្លងបានចប់មែនគាត់សរសើរហើយខ្ញុំក៏ត្រូវធ្វើតាមការសន្យាដែរខ្ញុំនឹងប្រាប់អាចកំបាំងទៅឯងដោយសារឥឡូវខ្ញុំចាស់ណាស់ទៅហើយដូច្នេះត្រូវតែនិយាយតនអណ្ដាតនៅអាចក្រឡោះបាននៅពេលឈានដល់យុវវ័យមនុស្សត្រូវតែស្វែងរកចំណេះដឹងគំនិតរបស់យុវវ័យគាត់បានបន្តដោយដុំភ្លើងដែលកំពុងឆេះនៅលើអាកាសអញ្ចឹងគឺឆេះហើយក៏រលត់ទៅវិញចំណែកឯចំណេះដឹងវិញគឺមិនផ្លាស់ប្ដូរនោះទេចំណេះដឹងគឺដូចជាផ្កាយនៅលើមេឃដែលមិនបានផ្លាស់ប្ដូរទីតាំងរហូតដល់នាវាចរអាចធ្វើដំណើរលើមហាសាគរដែលយកវាធ្វើជាគោចរបានថែមទៀតផងស្ដាប់ឲ្យច្បាស់បើមិនយល់ខ្លឹមសារខ្ញុំចង់និយាយប្រាប់ទេឯងប្រកាសជាគិតថាវាគឺមិនសំខាន់ហើយគិតថាការប្រឹងប្រែងរបស់ឯងមួយយប់នេះគឺខាតប្រយោជន៍ទៅទេពេលនោះគាត់សម្លឹងចំមុខខ្ញុំនិងនិយាយដោយសំឡេងធ្ងន់ធ្ងរតិចថាអាចកំបាំងធ្វើឲ្យខ្ញុំខ្លាចជាអ្នកមានគឺដកប្រាក់មួយផ្នែកពីប្រាក់ចំណូលដែលរកបានដើម្បីសន្សំទុកហើយប្រាក់សន្សំនោះនឹងក្លាយជាប្រាក់របស់ឯងបើធ្វើបែបនេះកើតឯងនឹងក្លាយជាអ្នកមានម្នាក់ដោយគាត់នៅតែបន្តសម្លឹងមិនដាក់ភ្នែកខ្ញុំរងចាំស្ដាប់បន្តទៀតតែគាត់អត់និយាយអ្វីទៀតទេតែប៉ុណ្ណឹងឯងខ្ញុំសួរដោយឆ្ងល់ប៉ុណ្ណឹងក៏អាចធ្វើឲ្យអ្នកកងវាជាម្នាក់ខ្លាចជាអ្នកមានលុយចងការឲ្យគេបានដែរគាត់ឆ្លើយប៉ុន្តែប្រាក់ទាំងអស់ដែលខ្ញុំរកបានគឺសុទ្ធតែជារបស់ខ្ញុំឬមួយក៏មិនមែនទេខ្ញុំជជែកសួរមិនមែនទេគាត់ឆ្លើយចុះឯងមិនអោយប្រាក់នឹងទៅជាងដេរសម្លៀកបំពាក់ទេអីឯងមិនអោយប្រាក់ទៅអ្នកលក់ស្បែកជើងទេអីចុះឯងចំណាយលើម្ហូបអាហារដែរអត់ឯងអាចរស់នៅបាប៊ីឡូនដែលមិនចំណាយប្រាក់មួយសេនបានដែរឬទេគឺមាត់របស់ឯងស៊ីប្រាក់ដែលរកបានល្ងងមែនឯងកំពុងរកលុយឲ្យគេមិនមែនឲ្យខ្លួនឯងនោះទេគឺកំពុងធ្វើការឲ្យគេដោយទីសកលអញ្ចឹងខំធ្វើការឲ្យចៅហ្វាយដើម្បីបានរបស់ស៊ីនិងស្លៀកពាក់ប្រសិនបើឯងដកទុក 10% ពីប្រាក់រកបានតើក្នុងពេល10ឆ្នាំឯងសល់បានប្រាក់ប៉ុន្មានដោយសារតែខ្ញុំពូកែគិតលេខខ្ញុំក៏ឆ្លើយភ្លាមថាខ្ញុំប្រហែលជាអាចសល់ប្រាក់ស្មើនឹងចំណូលរកបានពេញមួយឆ្នាំនិយាយត្រូវតែត្រូវតែពាក់កណ្ដាលទេគាត់និយាយដុំមាសនីមួយៗដែលសន្សំទុកនឹងក្លាយជាទីសកលរបស់ឯងហើយប្រាក់ស្ពាន់មួយដុំក៏អាចជួយរកប្រាក់ស្ពាន់មួយដុំទៀតមានន័យថាវាអាចបង្កើតកូនឲ្យឯង
បើឯងអាចខ្លាចជាអ្នកមានពេលនោះប្រាក់ទាំងអស់ដែលឯងមាននឹងធ្វើការជួយរកប្រាក់ឲ្យឯងបន្ថែមទៀតហើយកូនរបស់វានឹងបង្កើតកូនជាបន្តទៀតពេលនោះទ្រព្យសម្បត្តិនឹងចេះតែកើនឡើងច្រើនឡើងឯងគិតថាខ្ញុំកំពុងនិយាយកុហកមានទេគាត់និយាយបន្តនេះខ្ញុំកំពុងបង់ថ្លៃចម្លងអត្ថបទលើសរាប់ពាន់ដងបើឯងយល់អ្វីដែលខ្ញុំបានកំពុងពន្យល់ដកប្រាក់មួយផ្នែកពីចំណូលដែលរកបានដើម្បីសន្សំទុកហើយប្រាក់នោះនឹងក្លាយជាប្រាក់របស់ឯងមិនត្រូវដកទុកឲ្យតិចជាង 10% ឡើយទោះបីរកប្រាក់ចំណូលបានតិចយ៉ាងណាក៏ដោយហើយប្រាក់ 10% ប៉ុណ្ណឹងឯងប្រកាសជាអាចដកទុកបានចំណាយលើរបស់ប្រើប្រាស់ប្រចាំថ្ងៃជាមុនសិនមិនត្រូវទិញសម្លៀកបំពាក់និងស្បែកជើងច្រើនពេករហូតដល់អស់ប្រាក់សម្រាប់ទិញរបស់ផ្សេងទៀតឡើយត្រូវចាយយ៉ាងម៉េចឲ្យសល់ប្រាក់គ្រប់គ្រាន់សម្រាប់ទិញម្ហូបអាហារប្រាក់សម្រាប់ចូលរួមសកម្មភាពមនុស្សធម៌និងប្រាក់សម្រាប់ធ្វើបុណ្យទានទ្រព្យសម្បត្តិប្រៀបដូចជាដើមឈើអញ្ចឹងគឺដោះចេញពីគ្រាប់ពូជតែមួយប្រាក់ស្ពាន់មួយដុំដែលឯងសន្សំទុកគឺជាគ្រាប់ពូជមួយដែលនឹងដោះទៅជាឈើមាសឈើប្រាក់បើប្រញាប់ចាប់ផ្ដើមដាំគ្រាប់ពូជនេះឯងនឹងឆាប់បានផលហើយក៏ត្រូវចេះទ្រាំស្រោចទឹកជាប្រចាំមានន័យថាត្រូវតែខំសន្សំឲ្យជាប់កុំឲ្យដាច់ឲ្យសោះមិនយូរទេឯងនឹងបានអង្គុយក្រោមម្លប់ឈើមាសឈើប្រាក់មិនខាននិយាយចប់គាត់ក៏ទាញយកអត្ថបទចម្លងហើយដើរចេញទៅខ្ញុំយកពាក្យសម្ដីរបស់គាត់មកគិតនិងមើលទៅដូចជាសមហេតុសមផលដែរដូច្នេះខ្ញុំក៏សម្រេចចិត្តសាកបងពេលខ្ញុំទទួលបានប្រាក់ចំណូលម្ដងខ្ញុំដកទុកប្រាក់ស្ពាន់មួយដុំរឿងចម្លែកបំផុតនោះគឺនៅត្រង់ថាទោះបីជាខ្ញុំបានដកប្រាក់ខ្លះទុកខ្ញុំនៅតែអាចចាយវាគ្រប់គ្រាន់ដូចពីមុនដដែលគ្មានខ្វះខាតអ្វីទេខ្ញុំចេះតែបន្តធ្វើម្ដងហើយម្ដងទៀតរហូតក្លាយជាទម្លាប់ហើយពេលណាខ្ញុំមិនដកទុកទេខ្ញុំមានអារម្មណ៍មិនស្ងប់ចិត្តឡើយនៅពេលខ្ញុំមានប្រាក់កាន់តែច្រើនខ្ញុំចេះតែមានចិត្តចង់ទិញរបស់ល្អដែលអ្នកជំនួយនាំចូលមកពី Finesa ប៉ុន្តែខ្ញុំឆ្លាតអាចហាមឃាត់ចិត្តខ្លួនឯងបាន12ខែក្រោយមកអាកាមីបានត្រឡប់មកនិយាយជាមួយខ្ញុំម្ដងទៀតយ៉ាងម៉េចហើយមួយឆ្នាំនេះឯងចាយវាគ្រប់គ្រាន់អត់បន្ទាប់ពីដកប្រាក់ 10% ទុកខ្ញុំឆ្លើយដោយមានមោទនភាពបាទលោកគ្រូគាត់ញញឹមល្អហើយអញ្ចឹងចុះឯងយកប្រាក់សន្សំទៅធ្វើអ្វីខ្ញុំឲ្យវាទៅអាស្មើជាជាងធ្វើឥដ្ឋក៏ប្រាប់ខ្ញុំថាគាត់នឹងធ្វើដំណើរតាមសមុទ្រទៅទីក្រុងថៃហើយគាត់នឹងទិញគ្រឿងអលង្ការប្លែកៗរបស់ជនជាតិ Fantasy ឲ្យខ្ញុំពេលគាត់មកវិញយើងនឹងលក់វាក្នុងតម្លៃខ្ពស់តបមកយើងនឹងចែកប្រាក់គ្នាមនុស្សល្ងងត្រូវតែបង្រៀនឲ្យបានច្រើនគាត់និយាយក្រវីក្បាលឯងយល់ថាជាងធ្វើឥដ្ឋមានចំណេះដឹងខាងគ្រឿងអលង្ការដែរទេបើឯងចង់ដឹងអំពីតារាសាស្ត្រហើយទៅសួរជាងធ្វើឥដ្ឋតើគាត់ដឹងដែរអត់ទេទៅសួរតារាវិទូបានត្រូវឥឡូវប្រាក់សន្សំទាំងប៉ុន្មាននឹងត្រូវបាត់បង់ទាំងអស់ព្រោះឯងបានដកដើមឈើប្រាក់មកទាំងឫសប៉ុន្តែអាចចាប់ផ្ដើមដាំម្ដងទៀតព្យាយាមម្ដងទៀតហើយថ្ងៃក្រោយបើឯងចង់ដឹងអំពីគ្រឿងអលង្ការត្រូវទៅសួរឈ្មោះខាងគ្រឿងអលង្ការបើចង់ដឹងអំពីសត្វចៀមត្រូវទៅសួរអ្នកកងវាលចៀមចំណេះដឹងគឺនៅគ្រប់ទីកន្លែងមិនខ្វះទេហើយគ្មាននរណាកំណាញ់មិនចង់ប្រាប់ឯងនោះឡើយប៉ុន្តែត្រូវជ្រើសរើសរកចំណេះដឹងមួយណាដែលចាំបាច់អ្នកចង់ដឹងពីរបៀបសន្សំប្រាក់តែបែរជាទៅសួរមនុស្សដែលគ្មានជំនាញខាងលុយកាក់ប្រកាសជាបរាជ័យនិយាយរួចគាត់ក៏ដើរចេញទៅដោយគាត់និយាយមែនជនជាតិ Fantasy ដែលមានគំនិតបោកប្រាស់បានលក់ទៅឲ្យអាសនៅដុំកៅថ្លាដែលមើលទៅដូចជាដុំត្បូងប៉ុន្តែដោយការណែនាំរបស់អាកាមីអញ្ចឹងខ្ញុំចាប់ផ្ដើមសន្សំម្ដងទៀតព្រោះរឿងសន្សំប្រាក់បានក្លាយជាទម្លាប់ទៅហើយដូច្នេះវាមិនពិបាកទៀតទេសម្រាប់ខ្ញុំ12ខែក្រោយមកអាកាមីដើរចូលមកក្នុងបន្ទប់អ្នកចម្លងអក្សរនឹងជួបខ្ញុំម្ដងទៀតតាំងពីយើងបែកគ្នាឯងរីកចម្រើនបានប៉ុន្មានហើយខ្ញុំចាយបានគ្រប់គ្រាន់លើការចំណាយប្រចាំថ្ងៃខ្ញុំឆ្លើយតបហើយខ្ញុំបានឲ្យប្រាក់សន្សំរបស់ខ្ញុំទៅអង្គរដែលជាជាងធ្វើខែលគាត់យកប្រាក់ទាំងនោះទៅទិញតុងដែងហើយឲ្យការប្រាក់មកខ្ញុំពេល4ខែម្ដងល្អចុះធ្វើអីទៀតជាមួយការប្រាក់ដែលឯងទទួលបានខ្ញុំយកវាទៅទិញទឹកឃ្មុំស្រានិងនំប្រៃព្រោះខ្ញុំចូលចិត្តវាខ្ញុំក៏បានទិញអាវផាយមួយដែលមានពណ៌ល្អស្អាតហើយថ្ងៃក្រោយខ្ញុំនឹងទិញសត្វលាងមួយទុកក្រាន់ជីអាកាមីសើចឥឡូវឯងកំពុងស៊ីកូនរបស់ប្រាក់សន្សំហើយធ្វើអញ្ចឹងតាសង្ឃឹមថាឲ្យវាធ្វើការឲ្យឯងមិនកើតបើវាគ្មានកូនវាក៏គ្មានចៅដែរទី1ត្រូវធ្វើឲ្យវាទៅជាទីសកលរបស់ឯងជាមុនសិនពេលវាបង្កើតកូនចៅបានច្រើនហើយឯងអាចចាយវាដែលគ្មានការភ័យព្រួយនិយាយរួចគាត់ក៏ដើរចេញទៅបន្ទាប់ពីខានជួបរយៈពេល2ឆ្នាំអាកាមីបានត្រឡប់មកម្ដងទៀត
ពេលនោះមកគាត់ឡើងជ្រាវជ្រួញហើយភ្នែកសំយងធ្លាក់ចុះក្រោមព្រោះគាត់កាន់តែចាស់ណាស់ទៅហើយគាត់និយាយមកកាន់ខ្ញុំអាខេតតើឯងទទួលបានទ្រព្យសម្បត្តិដែលឯងប្រាថ្នាចង់បានហើយឬនៅខ្ញុំឆ្លើយមិនទាន់ទេប៉ុន្តែខ្ញុំបានប្រើប្រាស់ប្រាក់ឲ្យធ្វើការឲ្យខ្ញុំហើយវាបង្កើតប្រាក់ជាបន្តបន្ទាប់ចុះឯងសួរយោបល់ពីជាងធ្វើឥតទៀតទេបើចង់សួរពីរឿងធ្វើឥតខ្ញុំនឹងទៅសួរគាត់ខ្ញុំនិយាយបែបកំ pl ែងអាខេតគាត់និយាយបន្តឯងរៀនមេរៀននេះបានល្អណាស់មុនដំបូងឯងរៀនដកប្រាក់ខ្លះពីប្រាក់ចំណូលដើម្បីសន្សំទុកបន្ទាប់មកឯងរៀនស្វែងយល់យោបល់ពីមនុស្សណាដែលមានចំណេះនិងបទពិសោធន៍ហើយចុងក្រោយឯងបានរៀនប្រើប្រាស់ប្រាក់ដើម្បីធ្វើការឲ្យឯងបង្ហាត់ខ្លួនឯងពីរបៀបរកលុយពីរបៀបសន្សំលុយនិងពីរបៀបប្រើលុយដើម្បីបង្កើតលុយដូច្នេះឥឡូវឯងមានជំនាញគ្រប់គ្រាន់លើបញ្ហាលុយកាក់ហើយខ្ញុំចាស់ណាស់ទៅហើយឯកូនខ្ញុំវិញគិតតែពីស៊ីចាយគ្មានគំនិតខាងរកប្រាក់សោះទ្រព្យសម្បត្តិរបស់ខ្ញុំមានច្រើនខ្លាចក្រែងតែមិនអាចមើលថែវាបានប្រសិនបើឯងយល់ព្រមទៅទីក្រុង Nipper ដើម្បីមើលថែទ្រព្យសម្បត្តិរបស់ខ្ញុំនៅទីនោះខ្ញុំនឹងយកឯងធ្វើជាដៃគូហើយឯងនឹងទទួលមរតករបស់ខ្ញុំមួយចំណែកខ្ញុំក៏សម្រេចចិត្តទៅទីក្រុង Nipper ដើម្បីមើលការខុសត្រូវទ្រព្យសម្បត្តិរបស់អាកាមីជាច្រើននៅទីនោះដោយសារតែជាមនុស្សមានមហិច្ឆតាខ្ពស់ព្រមទាំងស្ទាត់ជំនាញខាងក្បួនច្បាប់ទាំង3ប្រការដើម្បីចាត់ចែងទ្រព្យសម្បត្តិឲ្យបានជោគជ័យផងខ្ញុំបានធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់កាន់តែកើនឡើងថែមទៀតបន្ទាប់ពីគាត់ទទួលមរណភាពទៅខ្ញុំទទួលបានទ្រព្យសម្បត្តិមួយចំនួនទៅតាមផ្លូវច្បាប់ត្រឹមត្រូវនេះគឺជាប្រវត្តិរបស់អាខេតនៅពេលគាត់និយាយចប់មានមិត្តភក្តិម្នាក់និយាយលោកពិតជាមានសំណាងមែនដែលអាកាមីទទួលលោកជាអ្នកទទួលមរតកតាមពិតទៅសំណាងហ្នឹងគឺកើតចេញពីការតាំងចិត្តចង់ក្លាយជាអ្នកមានម្នាក់នៅមុនពេលខ្ញុំបានជួបគាត់ទៅទៀតអស់រយៈពេល4ឆ្នាំដែលខ្ញុំតាំងចិត្តដកប្រាក់ 10% ពីប្រាក់ចំណូលមកសន្សំទុកតើលោកអាចហៅអ្នកនេសាទម្នាក់ថាជាមនុស្សជោគជ័យបានទេបើគាត់ចេះតែអង្គុយសិក្សាអំពីត្រីរាប់ឆ្នាំប៉ុន្តែមិនដែលបង់សូម្បីមួយសំណាញ់ដើម្បីចាប់ត្រីសោះឱកាសឆ្មើងខ្លាំងណាស់មិនចំណាយពេលរងចាំនរណាម្នាក់ដែលមិនព្រមចាប់វានោះទេលោកមានកម្លាំងចិត្តខ្លាំងដែលអាចចាប់ផ្ដើមសន្សំម្ដងទៀតបន្ទាប់ពីបាត់បង់ប្រាក់អស់នៅលើកទី1លោកពិតជាមនុស្សមិនធម្មតាមែនម្នាក់ទៀតនិយាយកម្លាំងចិត្តអាខេតនិយាយបែបចំអន់មិនមែនកម្លាំងចិត្តទេលោកគិតថាកម្លាំងចិត្តអាចធ្វើឲ្យមនុស្សម្នាក់លើកបាវទំនិញដែលសត្វអូតដឹកមិនរួចមែនទេឬក៏អូសទម្ងន់ដែលសត្វគោមិនអាចទាញរួចមែនទេតាមពិតកម្លាំងចិត្តគឺកើតចេញពីការតាំងចិត្តដ៏មោះមុតដើម្បីធ្វើកិច្ចការណាមួយដែលខ្លួនបានកំណត់ថាត្រូវធ្វើឲ្យបានសម្រេចបើខ្ញុំតាំងចិត្តធ្វើកិច្ចការមួយហើយទោះបីវាជាការងារកំពេចកំពុកក៏ដោយក៏ខ្ញុំត្រូវតែធ្វើរហូតដល់បានសម្រេចពេលនោះកម្លាំងចិត្តនឹងកើតឡើងហើយកម្លាំងចិត្តនោះនឹងជួយជំរុញខ្ញុំឲ្យធ្វើកិច្ចការសំខាន់ៗផ្សេងទៀតឧទាហរណ៍បើខ្ញុំសន្យានឹងខ្លួនឯងថាក្នុងរយៈពេល100ថ្ងៃពេលណាខ្ញុំដើរកាត់ស្ពាននៅផ្សារខ្ញុំនឹងរើសថ្មមួយដុំហើយគប់វាចូលទៅក្នុងទន្លេខ្ញុំនឹងធ្វើវាបានបើនៅថ្ងៃទី7ខ្ញុំដើរកាត់ស្ពានតែភ្លេចរើសដុំថ្មដើម្បីគប់ទៅក្នុងទន្លេខ្ញុំនឹងមិននិយាយដោះសារថាចាំស្អែកខ្ញុំនឹងគប់ថ្ម2ដុំតែម្ដងនោះទេផ្ទុយមកវិញខ្ញុំនឹងចាប់ផ្ដើមធ្វើវាសារឡើងវិញហើយខ្ញុំមិននិយាយថាអាខេតធ្វើអញ្ចឹងគ្មានប្រយោជន៍ទេតើបានប្រយោជន៍អីដែលត្រូវគប់ដុំថ្មម្ដងមួយចូលទៅក្នុងទន្លេរាល់ថ្ងៃមិនដេចមិនកើបមួយដៃហើយគប់សរុបតែម្ដងទៅបើខ្ញុំសម្រេចចិត្តធ្វើអ្វីមួយហើយខ្ញុំនឹងធ្វើវារហូតដល់ចប់ដូច្នេះហើយទើបខ្ញុំប្រយ័ត្នប្រយែងណាស់ខ្ញុំមិនចង់សម្រេចចិត្តធ្វើកិច្ចការណាដែលមើលទៅមិនអាចទៅរួចនោះទេបន្ទាប់មកម្នាក់ទៀតបានចាប់ផ្ដើមនិយាយស្ដាប់មើលទៅដូចជាសាមញ្ញណាស់ហើយបើត្រឹមត្រូវដោយលោកនិយាយមែនយើងគ្រប់គ្នាប្រកាសជាអាចក្លាយជាអ្នកមានម្នាក់បានប៉ុន្តែបើមនុស្សទាំងអស់ក្លាយជាអ្នកមានតើមានប្រាក់គ្រប់គ្រាន់សម្រាប់គ្រប់គ្នាដែរអត់ទ្រព្យសម្បត្តិអាចដោះបានហើយដោះត្រង់កន្លែងណាដែលមានមនុស្សខំប្រឹងប្រែងធ្វើការអាខេតឆ្លើយតបបើអ្នកមានម្នាក់សង់វីឡាមួយដ៏ធំស្កឹមស្កៃតើមាសដែលគាត់ត្រូវចំណាយត្រូវបាត់អស់មែនទេអត់ទេជាងធ្វើឥដ្ឋបានមួយចំណែកកម្មករទទួលបានមួយចំណែកឯជាងគំនូរក៏បានមួយចំណែកដែរហើយមនុស្សគ្រប់គ្នាដែលចូលរួមក្នុងសំណង់នោះនឹងទទួលបានមួយចំណែករៀងៗខ្លួនប៉ុន្តែនៅពេលវីឡានោះត្រូវបានបញ្ចប់តើវាមានប្រយោជន៍សមនឹងតម្លៃដែលចំណាយទាំងអស់នោះទេវាប្រកាសជានាំប្រយោជន៍ដីដែលនៅជុំវិញវីឡានោះនឹងឡើងថ្លៃដោយសារអគារមួយនេះទ្រព្យសម្បត្តិដោះឡើងដោយចម្លែកហើយគ្មាននរណាម្នាក់អាចទាយពីទំហំរបស់វាបានទេ
មើលជនជាតិហ្វេនីស៊ីដែលបានកសាងទីក្រុងធំៗជាច្រើននៅតាមតំបន់ឆ្នេរសមុទ្រតែដីនៅតំបន់នោះគ្មានជីវជាតិសោះតើពួកគេបានត្រឡប់មកពីណាដើម្បីកសាងទីក្រុងទាំងអស់នោះគឺបានមកពីពាណិជ្ជកម្មដែលពួកគេធ្វើតាមផ្លូវសមុទ្រនោះឯងបើអញ្ចឹងតាមយោបល់លោកតើយើងគួរធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកមានបានបុរសម្នាក់ទៀតបានសួរពេលវេលាចេះតែកន្លងផុតទៅយើងកាន់តែចាស់ឡើងហើយយើងគ្មានសល់អ្វីសោះអាខេតឆ្លើយអ្នកទាំងអស់គ្នាគួរតែរៀនក្បួនរបស់អាកាមីទៅគឺត្រូវទន្ទិញវារាល់ថ្ងៃខ្ញុំត្រូវដកប្រាក់ចំណូលមួយផ្នែកដើម្បីសន្សំទុកត្រូវទន្ទិញវាឲ្យបាន3ដងក្នុងមួយថ្ងៃនៅពេលភ្ញាក់ពីដំណេកនៅពេលថ្ងៃនិងនៅពេលយប់ក្រោយមកត្រូវទន្ទិញវារាល់ម៉ោងនិងរាល់ថ្ងៃទន្ទិញរហូតដល់អស់លោកអាចឃើញពាក្យលេចឡើងនៅលើមេឃត្រូវធ្វើខ្លួនឯងឲ្យចូលចិត្តក្បួនមួយនឹងត្រូវធ្វើឲ្យខួរក្បាលពេញទៅដោយក្បួនមួយនឹងបន្ទាប់មកត្រូវអនុវត្តដោយដកសន្សំទុកចំនួនប្រាក់ប៉ុន្មានក៏ដោយឲ្យតែគិតថាសមល្មមប៉ុន្តែមិនត្រូវឲ្យតិចជាង 10% ឡើយបើយល់ល្អគួរតែរៀបចំផែនការចំណាយប្រចាំថ្ងៃប៉ុន្តែការដកប្រាក់ដើម្បីសន្សំទុកត្រូវធ្វើមុនគេមិនយូរទេអ្នកទាំងអស់គ្នានឹងកើតចិត្តស្រឡាញ់ប្រាក់នៅពេលឃើញប្រាក់សល់ក្នុងកាបូបនិងនៅពេលចំនួនប្រាក់ចេះតែកើនឡើងវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តកាន់តែខ្លាំងគឺមានទឹកចិត្តប្រឹងប្រែងធ្វើការហើយការប្រឹងប្រែងនេះនឹងបង្កើនប្រាក់ចំណូលឲ្យអ្នកកាន់តែច្រើននៅពេលប្រាក់ចំណូលកាន់តែច្រើនចំនួនប្រាក់សន្សំក៏កាន់តែច្រើនដែរពេលនោះហើយដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមសប្បាយចិត្តខុសពីធម្មតាបន្ទាប់មកត្រូវរៀនប្រើលុយដើម្បីបង្កើតលុយគឺប្រើលុយឲ្យคล้ายទៅជាទាសករបង្កើតកូនហើយកូនរបស់វាក៏បង្កើតជាកូនបន្តដើម្បីធ្វើការឲ្យយើងត្រូវរៀបចំចំណូលសម្រាប់ថ្ងៃអនាគតគឺពេលយើងចូលដល់ពេលចាស់ដូច្នេះត្រូវវិនិយោគទ្រព្យសម្បត្តិដែលប្រុងប្រយ័ត្នបំផុតកុំឲ្យវាបាត់បង់ឲ្យសោះការប្រាក់ស្ដាប់មើលទៅពីរោះអាចធ្វើឲ្យយើងលងប៉ុន្តែវាក៏ជានុយដែលអាចធ្វើឲ្យយើងបាត់បង់និងមានវិប្បដិសារីបើខ្វះការប្រុងប្រយ័ត្នបើវិនិយោគបានល្អអ្នកទាំងអស់គ្នានឹងទទួលបានប្រាក់ចំណូលជាប្រាក់ខែរាល់ខែត្រូវចាំថាត្រូវចេះសន្សំសំចៃដើម្បីជោគជ័យដែលយើងចង់បានត្រូវពិភាក្សាជាមួយអ្នកមានជំនាញត្រូវរកការណែនាំពីមនុស្សណាដែលធ្វើការជាប្រចាំក្នុងបញ្ហាលុយកាក់និងសូមឲ្យពួកគេទាំងនោះជួយដោះស្រាយកំហុសឆ្គងដូចជាកំហុសរបស់ខ្ញុំដែលទុកចិត្តលើអាសាមីដែលជាជាងធ្វើឥតចំណេញតិចតែមានសុវត្ថិភាពគឺប្រសើរជាងធ្វើការទាំងប្រថុយប្រថានរៀនធ្វើចិត្តឲ្យសប្បាយចាប់ពីពេលនេះនិងចាប់ពីកន្លែងនេះតទៅកុំបង្ខំខ្លួនឯងឲ្យដកប្រាក់ច្រើនពេកដើម្បីសន្សំទុកប្រសិនបើអ្នកទាំងអស់គ្នាអាចដកត្រឹមតែ 10% នៃប្រាក់ចំណូលរកបានចូលធ្វើដោយចិត្តស្រស់ស្រាយនិងទុកតែប៉ុណ្ណឹងឲ្យនៅជាប់ទៅបានហើយទម្លាប់រស់នៅដោយចំណាយចំនួនប្រាក់ដែលនៅសល់កុំកំណាញ់ឬខ្លាចក្នុងការចាយវាយឲ្យសោះជីវិតអាចរីករាយនិងមានតម្លៃដោយសារមានរបស់មានតម្លៃសម្រាប់ប្រើប្រាស់មិត្តភ័ក្តិរបស់អាខេតបន្ទាប់ពីអរគុណគាត់ក៏ដើរចេញទៅមួយចំនួនទៀតនៅស្ងៀមដោយសារពួកគេមិនយល់នៅអ្វីដែលកំពុងពិភាក្សាគ្នាអ្នកមួយចំនួនទៀតបែរជាមានអារម្មណ៍ខកចិត្តដែលយល់ថាមិត្តម្នាក់ដែលបានក្លាយទៅជាអ្នកមានស្តុកស្ដម្ភបំផុតបែរជាលាក់មិនព្រមប្រាប់ត្រង់នៅអាចកំបាំងប៉ុន្តែមួយចំនួនទៀតចាប់ផ្ដើមភ្លឺភ្នែកបន្ទាប់ពីស្ដាប់ការណែនាំរបស់អាខេតពួកគេយល់ថាអាកាមីត្រឡប់មកជួបអាខេតជាច្រើនដងព្រោះគាត់ចង់តាមដានមើលអាខេតដែលកំពុងធ្វើការរំដោះខ្លួនពីទីងងឹតទៅកាន់ទីភ្លឺនៅពេលអាខេតរកទីភ្លឺបានហើយកន្លែងខ្លាញ់មួយគឺត្រៀមខ្លួនចាំគាត់តែម្ដងគ្មាននរណាម្នាក់អាចទទួលបានឱកាសល្អបែបនេះឬបែបនោះទេលុះត្រាតែគាត់ត្រៀមខ្លួនជាស្រេចដើម្បីចាប់យកឱកាសនេះដោយធ្វើយ៉ាងណាខំហាត់ពុតលុតដំខ្លួនរហូតបានយល់ដោយខ្លួនឯងក្រុមមនុស្សចុងក្រោយនេះហើយដែលបានមកសួរសុខទុក្ខអាខេតជារៀងរាល់ឆ្នាំហើយត្រូវបានទទួលស្វាគមន៍ដែលកក់ក្ដៅបំផុតអាខេតពិភាក្សាជាមួយពួកគេដោយផ្ដល់ការណែនាំមិនលាក់លៀមដោយបណ្ឌិតម្នាក់ដែលពេញទៅដោយចំណេះដឹងតែរីករាយនឹងការចែករំលែកគាត់ជួយពួកគេដើម្បីវិនិយោគប្រាក់ដែលពួកគេសន្សំបានដោយការប្រាក់សមរម្យមានសុវត្ថិភាពមិនខ្លាចបាត់បង់និងគ្មានភាពស្មុគស្មាញជីវិតរបស់ពួកគេចាប់ផ្ដើមផ្លាស់ប្ដូរនៅថ្ងៃដែលពួកគេបានយល់និងអនុវត្តតាមក្បួនរបស់អាកាមីសូមអរគុណសូមរងចាំស្ដាប់ភាគបន្ត